តារាចម្រៀងជើងចាស់ខាត់សុខេមបាននិយាយពាក្យទាំងនេះទៅកាន់លោកអ៊ុនសុធាក្រោយពីលោកអ៊ុនសុធាបានជោគរឿងមួយនេះការចាក់ចែងដ៏ស្ងាត់របស់លោកអ៊ុនសុធាធ្វើឲ្យអ្នកសិល្បៈស្រឡាំងកាំងរន្ធត់ចិត្តភ្ញាក់ផ្អើលរកអ្វីព្រឹបផ្ទឹមមិនបានព្រោះអ្វីគ្រប់យ៉ាងហាក់ត្រឹមមួយប្រពេចភ្នែកយ៉ាងណាមិញអ្នកនាងខាត់សុខេមដែលជាតារាជើងចាស់ដ៏ល្បីឈ្មោះក៏បាននិយាយចំទៅលោកអ៊ុនសុធាបែបនេះថាខ្ញុំពិតជាតក់ស្លុតខ្លាំងណាស់សឹងមិនគួរឲ្យជឿប្អូនប្រុសអ៊ុនសុធាដែលជាតារាសម្ដែងដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជាបានចែកឋានហើយហើយអ្វីបានជាប្អូនទៅលឿនយ៉ាងនេះបងសូមចូលរួមរំលែកទុក្ខនៃគ្រួសារសពផងប្អូនមិនគួរទៅលឿនយ៉ាងនេះទេប្អូនសម្លាញ់របស់បងជាការពិតណាស់មរណភាពរបស់តារាសម្ដែងប្រុសលោកអ៊ុនសុធាមិនមែនត្រឹមតែធ្វើឲ្យក្រុមគ្រួសារនិងមិត្តភ័ក្តិនៅក្នុងនិងក្រៅសិល្បៈមានការសោកស្ដាយនោះទេពលគឺសម្បីតែមហាជនក៏បានបង្ហាញការចូលរួមសោកស្ដាយចំពោះការបាត់បង់ធនធានសិល្បៈមួយរូបផងដែរដំណឹងមរណភាពរបស់លោកអ៊ុនសុធាកាលពីល្ងាចថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025កន្លងទៅនេះបានបន្សល់ទុកនៅការមិនអស់ចិត្តនិងភាពអាឡោះអាល័យយ៉ាងពន់ពេកខណៈលោកអ៊ុនសុធាមិនដែលបង្ហើបពីស្ថានភាពជំងឺរបស់លោកម្ដងណាឡើយទៅកាន់មហាជនសម្បីតែមិត្តភ័ក្តិរួមអាជីពដែលការនេះធ្វើឲ្យមហាជននិងអ្នកសិល្បៈស្ទើរតែមិនជឿនិងទទួលយកមិនបានគូរំលឹកផងដែរថាលោកអ៊ុនសុធាបានចាប់ផ្ដើមចូលប្រឡូកក្នុងវិស័យសិល្បៈដំបូងតាមរយៈការប្រកួតសម្រស់នៅក្នុងកម្មវិធីស្រីស្រស់ប្រុសស្អាតរបស់ស្ថានីយ៍ទូរទស្សន៍ CTN កាលពីអំឡុងឆ្នាំ2006ដោយលោកទទួលបានចំណាត់ថ្នាក់លេខ1ក្រោយពីចូលក្នុងកម្មវិធីនេះលោកអ៊ុនសុធាបានបន្តដំណើរលើវិថីសិល្បៈយ៉ាងជោគជ័យនៅក្នុងនាមជាតារាសម្ដែងជាតារាបង្ហាញម៉ូដនិងជាពិធីករថែមទៀតផងនេះគឺជាសារចូលរួមរំលែកទុក្ខពីអ្នកនាងខាត់សុខេមដែលជាតារាចម្រៀងជើងចាស់ដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជានៅក្នុងនោះផងដែរអ្នកនាងខាត់សុខេមពិតជាស្លុតចិត្តយ៉ាងខ្លាំងក្រោយពីដឹងដំណឹងមកថាតារាសម្ដែងប្រុសអ៊ុនសុធាបាទគាត់បានចែកឋានបងប្អូនគ្នាដឹងហើយថាតារាសម្ដែងអ៊ុនសុធាគឺជាតារាសម្ដែងជើងចាស់មួយរូបបាទរាល់ការសម្ដែងរបស់គាត់នឹងគឺពិតជាល្អខ្លាំងមែនទែនមិនថាសម្ដែងរឿងមិនថាសម្ដែងបទចម្រៀងអ្វីៗនោះទេបាទគាត់តែសម្ដែងបាទធ្វើបានល្អខ្លាំងមែនទែនហើយជារឿងអកុសលគាត់បានមានជំងឺមហារីកនៅក្នុងថ្លើមបងប្អូនគ្នាបាទដែលធ្វើឲ្យគាត់បាត់បង់ជីវិតទាំងវ័យក្មេងបាទចឹងរឿងនេះដែរគឺពិតជាបាទសោកស្ដាយខ្លាំងមែនទែនដែលគាត់បានបាទទទួលមរណភាពដោយសារតែជំងឺទាំងវ័យក្មេងបែបនេះបងប្អូនគ្នាបាទចឹងជាចុងក្រោយសូមបងប្អូនគ្នាសូមខមមិនចូលរួមរំលែកទុក្ខដល់តារាសម្ដែងអ៊ុនសុធាផងបាទដែលគាត់បានទទួលមរណភាពកាលពីប្រហែលថ្ងៃមុននេះបាទសូមអរគុណបងប្អូនបាទ